នេះគឺជាប្រវត្តិនៃការដកលុយរបស់ខ្ញុំជាកាក់ TRX បាទចូលមកដល់ទីនេះគឺបងប្អូនឃើញនេះគឺដាក់ថាបូក59 TRX គឺបានបញ្ចប់ណាអ្នកនាងអញ្ចឹងបានថាការដករបស់ខ្ញុំពី website នៅខាងលើហ្នឹងគឺទទួលបានជោគជ័យហើយគឺ complete បាទគឺបានបញ្ចប់ហើយណាហ្នឹងហើយអញ្ចឹងបងប្អូនយើងអាចនឹងបានជ្រាបទាំងអស់គ្នាហើយតាក់ទងមួយការរកលុយជាមួយនឹង website នេះអញ្ចឹង59 TRX ដូចជាខ្ទង់20 like ដែរអ្នកនាងណាបាទខ្ទង់20 like ដែរបាទគឺខ្ញុំដកតាម website Hello សួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីថនទៅ Official អ្នកនាងអធិស្ឋានបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានមកពីដើមមកដល់ពេលនេះបាទដែលខ្ញុំបានធ្វើការធ្វើវីដេអូអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកនាងតាក់ទងមួយការដកលុយចេញពី website បាទគឺខ្ញុំនៅតែធ្វើការដកលុយចេញពី website អញ្ចឹងតែខ្ញុំបានបង្ហាញអ្នកនាងតាក់ទងមួយការដកអញ្ចឹងណាអញ្ចឹងនៅក្នុង channel មួយនេះគឺខ្ញុំបានធ្វើការចាប់ផ្ដើមផុសវិញតាក់ទងជាមួយនឹងការរកលុយមិនថា website មិនថាកម្មវិធី game ឬក៏មិនថាកម្មវិធីអីផ្សេងអីទេអញ្ចឹងបងប្អូនយើងអាចមកតាមដាននិងទស្សនាជាមួយនឹង admin ទាំងអស់គ្នាណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីការដកលុយចេញពី website ដែលដកស្មើជាកាក់បាទកាក់59កាក់ TRX ខ្ញុំដកចេញពី website មកទុកនៅក្នុង Binance អញ្ចឹងបងប្អូនចាំមើលនៅក្នុងវីដេអូទាំងអស់គ្នាថាតើការដករបស់ខ្ញុំគឺទទួលបានជោគជ័យឬក៏ទទួលបានលទ្ធផលពិតមែនឬក៏អត់ចាំទៅទស្សនាអ្នកគ្នាហើយវីដេអូនេះគឺខ្ញុំបានបង្ហាញបាទមួយវីដេអូចុងក្រោយហើយ3ខែនេះបាទទើបតែធ្វើការមកបង្ហាញអ្នកគ្នាតាក់ទងមួយការដកលុយវិញណាអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនយើងបានមើលអស់ណាឥឡូវខ្ញុំឧទាហរណ៍បើសិនជាបងប្អូនយើងមើលវីដេអូនេះហើយបានមានចំណាប់អារម្មណ៍ចង់ធ្វើការលេងអញ្ចឹងណាបងប្អូនយើងអាចចុចចូលមកក្នុងវីដេអូនេះមកគឺខ្ញុំប្រាប់ពីការចុចឈ្មោះអ្នកនរគ្នាអញ្ចឹងបងប្អូនចុចចូលមកក្នុងវីដេអូហ្នឹងហើយបាទបន្ទាប់មកបន្ទាប់មកបងប្អូនចុចនៅលើចំណងជើងបាទចុចលើចំណងជើងនៃវីដេអូហ្នឹងទៅណាអូខេបន្ទាប់មកទៀតបងប្អូនចុចលើពាក្យថាច្រើនទៀតទៅនេះហ្នឹងណាអូខេបន្ទាប់មកបងប្អូននឹងឃើញ link គឺមាន8 link ឬក៏7 link ដែលខ្ញុំបានធ្វើការដាក់ចូលមកក្នុងហ្នឹងណាគ្នាណាបាទអញ្ចឹងបងប្អូនចុចនៅតាមរយៈ link ហ្នឹងមកគឺបងប្អូនយើងអាចធ្វើការចុះឈ្មោះលេងជាមួយនឹង website ទាំងអស់ហ្នឹងបានណាគ្នាអញ្ចឹងឥឡូវតោះបងប្អូនទស្សនាអ្នកគ្នាកុំឲ្យខាតពេលបងប្អូនទស្សនាយូរតោះទស្សនាអ្នកគ្នាអំពីរបៀបនៃការដកលុយចេញពី website ដែលខ្ញុំរកបានใน free ហ្នឹងបាទខ្ញុំរកបានពី free ហ្នឹងចូលមកក្នុង Binance អ្នកគ្នាតោះហ្នឹងហើយតោះ let's go អូខេបងប្អូនអ្នកគ្នាឥឡូវខ្ញុំបាននាំបងប្អូនយើងចូលមកក្នុង website របស់ខ្ញុំហើយអញ្ចឹងខ្ញុំមាននៅក្នុងចំនួនទឹកកាក់ឬក៏ចំនួន TRX ហ្នឹងគឺចំនួន59កាក់ TRX នៅក្នុង balance នៃ website នេះណាឥឡូវយើង copy ឬក៏ចម្លងកាក់ទាំងអស់ហ្នឹងខ្ញុំចូលមកក្នុងទំព័រថ្មីបងប្អូនវាពាក្យថា TRX to USDT នេះវាតាមហ្នឹងមកអ្នកគ្នាបាទអញ្ចឹងគោលបំណងរបស់ខ្ញុំគឺចង់បង្ហាញអំពីចំនួនកាក់ហ្នឹងដែលខ្ញុំបាន copy ពីក្នុង website ហ្នឹងវាគិតជាលុយដុល្លារឬក៏ជាលុយ USDT វាស្មើប៉ុណ្ណាអញ្ចឹងបងប្អូនមើលកន្លែងទៅនេះវាដាក់ថានេះ TRX to USDT ណាបងប្អូនមើលអាខាងគៀនហ្នឹងបាទនេះមើលតាមសញ្ញាកំហបនឹងគូនេះបាទ TRX និង USDT ហើយអានេះគឺលេខ1និងលេខ 0.34 សេនហ្នឹងណាបាទអញ្ចឹងលេខ1នេះគឺបានន័យថាមួយកាក់គ្នាហើយអា 0.34 សេនហ្នឹងគឺបានន័យថាតម្លៃកាក់ហ្នឹងឯងឥឡូវខ្ញុំលុបអាលេខ1នឹងចេញខ្ញុំបញ្ចូលអាកាក់ដែលខ្ញុំធ្វើការ copy បាទខ្ញុំលុបលេខ1នឹងចេញខ្ញុំសកត់បញ្ចូលមកបាទសកត់ផាសវាបិទភ្ជាប់បញ្ចូលមកនេះអញ្ចឹង54ជាស្រ័យ59ហ្នឹងគឺស្មើជាលុយដុល្លារគឺស្មើទៅនឹង$20.48សេនដែរណាអញ្ចឹងខ្ញុំធ្វើការដកចំនួន59កាក់ហ្នឹងបាទអ្នកនាងដែលស្មើទៅនឹង20 like ជាងដែរណាពី website នេះបាទអូខេឥឡូវខ្ញុំចូលមកដល់ទម្រង់នេះហើយឥឡូវខ្ញុំសូមធ្វើការបង្ហាញបងប្អូនយើងបន្តិចទាក់ទងមួយការលេងអញ្ចឹងការលេងដូចខ្ញុំធ្លាប់បានបង្ហាញបងប្អូនយើងច្រើនដងអញ្ចឹងយើងបើសិនឃើញទម្រង់បែបនេះធ្វើការចុច claim មកបាទចុច claim វាមកហើយបន្ទាប់ពីយើង claim វាហើយចេញពាក្យថា success នេះ success ហើយយើងរងចាំវារយៈពេល1ម៉ោងក្រោយយើងចូលមក claim ម្ដងទៀតណា1ម៉ោងក្រោយយើងចូលមក claim ម្ដងទៀតអូខេចឹងការ claim របស់យើងគឺប៉ុណ្្នឹងទេណាការលេងរបស់យើងហើយមានមុខងារច្រើនទៀតចុចលើសញ្ញា track 3មកអ្នកនាងបាទចុចលើសញ្ញា track 3វាមានមុខងារ game មានមុខងារយើងណែនាំមិត្តភ័ក្តិបន្តមានមុខងារយើងស្ទង់មតិអញ្ចឹងណាអ្នកនាងអញ្ចឹងខ្ញុំចូលមកក្នុងមុខងារ game អញ្ចឹងការលេង game នេះគឺតម្រូវឲ្យបងប្អូនយើងមានលុយឬក៏មានកាក់នៅក្នុង balance ដូចខ្ញុំអញ្ចឹងណាបាទអញ្ចឹងប៉ុន្តែការលេងនេះគឺខ្ញុំអត់ដឹងថាបងប្អូនយើង
បើសិនបងប្អូនយើងធ្លាប់ធ្វើការលេងហ្នឹងគឺអាចលេងបានប៉ុន្តែបើសិនបងប្អូនយើងមិនទាន់យល់ពីវាទេកុំទាន់អាចធ្វើការលេងអីដោយសារតែហ្គេមនេះបើសិនបងប្អូនយើងលេងគឺវាអាចនឹងបាត់បង់ឬក៏យើងអាចចាញ់ទៅវិញឬក៏បាត់កាក់របស់យើងទាំងអស់នេះណាកាក់ដែលយើងខំប្រឹងសំពីមុនមកអញ្ចឹងណាអូខេអាហ្នឹងគឺជាការលេងហ្គេមបើសិនបងប្អូនយើងមានចំណាប់អារម្មណ៍ចង់ធ្វើការលេងហ្គេមគឺអាចស្វែងយល់បានជាមួយនឹងវីដេអូរបស់ខ្ញុំបន្តទៀតអរគុណណាហ្នឹងហើយឥឡូវខ្ញុំសូមធ្វើការចេញពីតំណែងខ្ញុំចូលមកក្នុងសញ្ញាត្រី3ដដែលដើម្បីយើងធ្វើការចុចលើប៊ូតុងឬក៏មុខងារដើម្បីធ្វើការដកលុយណាចុចលើសញ្ញាត្រី3ណាបងប្អូនយកពាក្យថា withdrawal ឬក៏ដកណាហ្នឹងហើយចុចលើមុខងារហ្នឹងហើយមកដល់តម្រងទៅនេះគឺវាតម្រូវឲ្យបងប្អូនយើងមើលបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពីប្រវត្តិនៃការដករបស់ខ្ញុំបន្តិចបាទប្រហែលជា25ថ្ងៃមុនគឺខ្ញុំបានដកម្ដងដែរគឺដកចំនួនដូចជា56កាក់ TRX ដែលស្មើជាលុយដុល្លារគឺស្មើ$18.79សេននេះណាអាហ្នឹងគឺខ្ញុំដកនៅ25ថ្ងៃមុនណាណាគិតចាប់ពីថ្ងៃនេះទៅដល់25ថ្ងៃមុនគឺខ្ញុំធ្វើការដកបានប៉ុណ្ណឹងអូខេអញ្ចឹងដើម្បីយើងធ្វើការដកជាមួយនឹង website នេះបានគឺបងប្អូនត្រូវតែមានជាមួយនឹងគេដាក់ថា network Tron TRC20 បាទយើងទៅ copy address ជាមួយនឹងកាក់ហ្នឹងមកយើងយកមកបញ្ចូលក្នុងកន្លោមួយនេះបាទដែលគេដាក់ថា withdrawal address ហ្នឹងបាទអញ្ចឹងបងប្អូនទៅ copy អាស័យដ្ឋានជាកាក់ Tron TRC20 នៅក្នុងកាបូបលុយណាក៏ដោយដែលមានជាមួយនឹងអាស័យដ្ឋាន address ហ្នឹងយកមកបញ្ចូលនៅក្នុងកន្លោហ្នឹងមកហើយទី2បងប្អូនបញ្ចូលជាមួយនឹងចំនួនកាក់ណាគ្នាហ្នឹងហើយចំនួនកាក់ទើបយើងអាចធ្វើការដកទៅបានអញ្ចឹងបងប្អូនយើងបញ្ចូលអាស័យដ្ឋាននៃកាក់ឬក៏ network នៃកាក់ហ្នឹងឲ្យបានត្រឹមត្រូវណាហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើ Binance របស់ខ្ញុំអញ្ចឹងបងប្អូនគាត់មាន Binance ឬក៏កាបូបលុយ Bybit ឬក៏កាបូបលុយ Coinbase ហ្នឹងគឺប្រហែលជាមានជាមួយនឹង Tron TRC20 ហ្នឹងហើយអញ្ចឹងបងប្អូនចូលទៅ copy មកយកមកបញ្ចូលក្នុងកន្លោហ្នឹងណាបាទឥឡូវខ្ញុំសូមធ្វើការដូចជាចង់ធ្វើការបង្ហាញអ្នករៀនបន្តិចអ្នកនាងឥឡូវខ្ញុំសូមធ្វើការចេញពី website យើងចូលទៅក្នុង Binance បន្តិចដើម្បីបង្ហាញបងប្អូនយើងអំពីរបៀបនៃការទៅ copy អាស័យដ្ឋានហ្នឹងចំពោះខ្ញុំខ្ជិលចូលទៅក៏បានចង់ធ្វើការ copy អាស័យដ្ឋាននៅក្នុងនេះក៏បានដែរហើយខ្ញុំយកមកបញ្ចូលខាងលើមកគឺខ្ញុំអាចដកបានហើយប៉ុន្តែខ្ញុំយល់ល្អខ្ញុំចូលទៅក្នុង Binance ដើម្បីបង្ហាញអ្នកគ្នាដែលថ្មីបាទតែថ្មីឥឡូវយើងធ្វើការចូលទៅទាំងអស់គ្នាតោះហ្នឹងហើយខ្ញុំសូមធ្វើការចូលសិនអូខេអ្នកគ្នាឥឡូវខ្ញុំបានធ្វើការចុចចូលមកក្នុង Binance របស់ខ្ញុំហើយនេះគឺជា Binance របស់ខ្ញុំណាអញ្ចឹងបងប្អូនដែលមិនទាន់មាន Binance អាចធ្វើការចុចនៅក្នុងចំណងជើងវីដេអូទៅបងប្អូននឹងឃើញ link Binance ហើយបងប្អូនអាចធ្វើការតឡើងយកមកបង្កើតឈ្មោះគណនីបានណាគ្នាណាហ្នឹងហើយ Binance នេះគឺយើងអាចទទួលលុយយើងអាចទិញឬក៏លក់យើងអាចយើងអាចដកលុយមកចាយនៅស្រុកខ្មែរបានទាំងអស់បាទជាមួយនឹងធនាគារខ្មែររបស់យើងជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្មែររបស់យើងនេះណាអញ្ចឹងមកដល់តម្រងនេះគឺជាទំព័រដើមនៃ Binance របស់ខ្ញុំដែលបងប្អូនឃើញហើយគឺខ្ញុំមានលុយក្នុងនឹងខ្លះដែរដែលខ្ញុំសិតតែលុយដែលខ្ញុំធ្វើការដកពី website free មកនេះណានេះបងប្អូនឃើញពណ៌បៃតងគឺបានថាវាលុយហ្នឹងគឺថ្ងៃហ្នឹងគឺវាឡើងនេះណាបងប្អូនឃើញនេះវាឡើងនេះ BNB ឡើង 1000 ជាងហើយបាទហើយ Bitcoin ឡើងទៅ 120,000 ជាងហើយបាទ $120,000 អ្នកនាង 1000 ជាងដុល្លារមិន 12,000 លុយខ្មែរទេអ្នកនាងបាទអធិស្ឋានបាទហ្នឹងគឺបាទទាំងបងប្អូនឃើញតម្លៃវាលោតចាក់ស្ដែងហើយណាអញ្ចឹងគោលម្ដងរបស់ខ្ញុំចង់ឲ្យបងប្អូនយើងធ្វើការចូលមកសន្សំឬក៏លេងទុកវាលុយទុកកាក់នៅក្នុងនេះទៅដោយសារតែកាក់ហ្នឹងគឺវាមិនមែននៅថេររហូតទេគឺវាអាចឡើងវាអាចចុះឥឡូវយើងធ្វើការចុចនៅលើពាក្យថាការដាក់ប្រាក់មកដើម្បីនេះចុចលើមុខងារនេះដើម្បីយើងទៅធ្វើការ copy អាស័យដ្ឋានណាចុចលើពាក្យថាការដាក់ប្រាក់ហ្នឹងមកឬក៏ deposit បាទចុចលើនឹងមកអ្នកនាងបាទបន្ទាប់មកគឺវាចេញមកទម្រង់បែបនេះបងប្អូនធ្វើការចុចនៅលើពាក្យថា search បាទពាក្យថា search ឬក៏ជាអក្សរខ្មែរដាក់ថាស្វែងរកកាក់អញ្ចឹងយើងវាពាក្យថា TRX អ្នកនាងបាទ TRX ទៅប៉ុណ្ណឹងមកបងប្អូននឹងឃើញនៅខាងលើវាចេញពណ៌ក្រហមហ្នឹងយកអាហ្នឹងមកអ្នកនាងបាទអញ្ចឹងបន្ទាប់មកពេលមកដល់ទម្រង់នេះគឺវាដាក់ថានេះជ្រើសរើសបណ្ដាញអញ្ចឹងវាដាក់ថា Tron TRC20 ហ្នឹងហើយអញ្ចឹងត្រូវហើយយើងត្រូវការយកអាហ្នឹងបាទបន្ទាប់មកគឺបងប្អូនយើងឃើញហើយជាមួយនឹង QR អ្នកនេះអាចធ្វើការ scan ក៏បានដែរឬក៏មួយទៀតបងប្អូនអាចធ្វើការ copy អាស័យដ្ឋានហ្នឹងដែលខ្លួនឯងក៏បានដែរណាយើង copy លើអាស័យដ្ឋានហ្នឹងមកអ្នកនេះបាទឥឡូវយើងបានចម្លងឬក៏ copy វាហើយ
បាទនេះចុចលើសញ្ញាហ្នឹងមកអ្នកនេះណាបាទអញ្ចឹងបន្ទាប់មកគឺបងប្អូនយើងចេញពី website អធិស្ឋានចេញពី Binance នេះយើងចូលទៅក្នុង website របស់យើងវិញបាទយើងចូលមកយើងអូសបន្តិចទៅអ្នកនេះឬក៏បាទមកដល់តម្រងទៅនេះគឺបងប្អូនយើងធ្វើការចាប់ដើមបាទពិនិត្យមើលឬក៏បងប្អូនចូលទៅក្នុងកន្លោហ្នឹងមកអ្នកនេះឥឡូវខ្ញុំសូមធ្វើការបញ្ចូលអាស័យដ្ឋានឲ្យបាន copy Binance មិញបញ្ចូលមកក្នុងកន្លោហ្នឹងមកអ្នកនេះណាកន្លោនេះបាទយើងសកត់លើវាមកអ្នកនេះសកត់លើកន្លោហ្នឹងទៅហើយយើងចុចនៅលើពាក្យថា pass ឬក៏បិទភ្ជាប់អ្នកនេះអូខេឥឡូវខ្ញុំសូមធ្វើការបញ្ចូលសិនណាសូមធ្វើការបញ្ចូលប៉ុន្តែខ្ញុំសូមធ្វើការបញ្ចូលចំនួនកាក់ចូលជាមុនសិនអ្នកនេះ59កាក់ចុច2បាទចុច2ក្រោយហ្នឹងគឺជាថ្លៃសេវាណានេះថ្លៃសេវារបស់វានេះ 0.2 នោះនេះណាអញ្ចឹងនៅពេលដែលខ្ញុំទទួលបានលុយទទួលបានកាក់គឺ59កាក់គុតបាទ59កាក់គុតនោះនេះណាអូខេឥឡូវខ្ញុំធ្វើការបញ្ចូលអាស័យដ្ឋាននឹងចូលសិនចុចពីថាបិទភ្ជាប់ឬក៏ផាសហ្នឹងមកនេះអញ្ចឹងវាជាប់ហើយបាទបានជាប់នៅក្នុងកន្លោហ្នឹងហើយបន្ទាប់មកគឺបងប្អូនយើងធ្វើការមើលផ្ទៀងផ្ទាត់មើលថាតើវាត្រឹមត្រូវអស់នៅទៅតាមអ្វីដែលបងប្អូនចង់បានបាទបន្ទាប់មកបងប្អូនធ្វើការចុចឃើញសញ្ញាគ្រីងចេះហើយបងប្អូនធ្វើការចុចពាក្យថា withdraw តែម្ដងមកអ្នកនេះបាទចុចពាក្យថា withdraw មកអ្នកនេះដើម្បីយើងធ្វើការដកទៅមុខបន្តទៀតអ្នកនេះណាហ្នឹងហើយអូខេបន្ទាប់មកគឺវាកំពុងដំណើរការនេះវាចេញពាក្យថា success នេះបងឃើញនៅខាងលើហ្នឹងហើយវាចេញពាក្យថា success អញ្ចឹងបន្តិចទៅវានឹងរត់ website ហ្នឹងនេះបាទនេះអូខេអញ្ចឹងឥឡូវបងប្អូនយើងអូនឡើងទៅលើតិចទៅណានេះអញ្ចឹងបងប្អូនយើងនឹងឃើញពាក្យថា pending ហ្នឹងណាពាក្យថា pending ចេញពណ៌លឿងហ្នឹងបាទពណ៌បៃតងហ្នឹងបាទចង់បងប្អូនមើលទាំងអស់គ្នាទៅបាទនេះពណ៌លឿងដល់នេះពណ៌បៃតងច្រឡំបាទចាំបងប្អូនឃើញហើយ4សេកង់4វិនាទីគឺខ្ញុំបានដកទៅមិញហ្នឹងអ្នកគ្នាឥឡូវបងប្អូនឃើញមើលទៅដូចបងប្អូនគ្នាគឺមាន$20.29 សេនបាទ59កាក់ចុច2ហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំបានលុយគឺខ្ញុំបានតែចំនួន59កាក់ទេគត់បាទនេះគឺសតប្រវត្តិនៃការដករបស់ខ្ញុំពីមុនមកដល់នេះណាហ្នឹងហើយអូខេអញ្ចឹងឥឡូវគឺខ្ញុំសូមធ្វើការ stop វីដេអូនេះសិនឬក៏បងប្អូនចាំបន្តិចទៅណាគឺមិនចាំបាច់ stop ក៏បានដែរដោយសារតែ website នេះយើងធ្វើការដកបានភ្លាមលឿនដល់នេះណាបាទដកបានលឿនទេអត់សូវរងចាំយូរទេបាទណាអញ្ចឹងបងប្អូនរងចាំបន្តិចដល់នេះបន្តិចទៀតវាផ្ញើសារមកแล้วហើយខាង Binance វាបានផ្ញើសារមកแล้วហើយចាំបន្តិចដល់នេះហ្នឹងហើយបាទអត់រងចាំយូរទេចាំបន្តិចដល់នេះអូខេអ្នកគ្នាឥឡូវខ្ញុំសូមធ្វើការចូលមកបង្ហាញគ្នាបន្តទៀតបាទអញ្ចឹងឥឡូវវាចំណាយពេលបាន4សេកង់តែប៉ុន្តែឥឡូវបងប្អូនយើងមើលខាងលើនេះបាទនេះគេដាក់ថា Binance TRX deposit processing ណាហើយខាងលើគេដាក់ថា Binance TRX deposit successful គឺបានន័យថាវាជោគជ័យហ្នឹងណាបាទជោគជ័យហើយឥឡូវបងប្អូនយើងអាចទាញ website ទាញ refresh វាមកបាទនេះបងប្អូនឥឡូវឃើញពាក្យថា pending ឥឡូវបងប្អូនទាញ refresh វាមួយមកបាទយើងទាញ refresh វាណាឲ្យវាដំណើរការនេះបាទអញ្ចឹងបងអូនឡើងទៅមើលវិញបាទអូនទៅមើលវិញមកយើងអូនឡើងទៅលើវិញអ្នកនេះនេះអញ្ចឹងបងអូនឃើញហើយពីមុនគឺដាក់ពាក្យថា pending តែឥឡូវវាដាក់ថា complete ហើយបងអូនមើលនាទីបាទ2នាទីនេះយើងចំណាយពេលតែ2នាទីទេគឺយើងបានលុយឬក៏បានកាក់ហ្នឹងហើយទោះបីជាបងប្អូនយើងដកចំនួន1000កាក់ឬក៏2000កាក់ឬក៏លើហ្នឹងក៏អាចចំណាយពេលតែមួយផ្លែតដែរអ្នកនេះណាដោយសារ website នេះគឺគេមានការ support អ្នកនេះណាមានការ support លឿនណាអូខេអញ្ចឹងឥឡូវយើងចូលមកក្នុង Binance អ្នកនេះបាទខ្ញុំបង្ហាញនៅក្នុង Binance ដើម្បីបញ្ជាក់បងប្អូនយើងឲ្យកាន់តែច្បាស់ណាអូខេអ្នកនេះអញ្ចឹងលុយរបស់ខ្ញុំពីមុនគឺមានតែ200ជាងទេ290ឥឡូវឡើងទៅដល់300ណាអូខេ309ដោយសារតកាក់ហ្នឹងវារៀងចោះថោកអញ្ចឹងអ្នកបងឃើញនេះរៀងចោះថោកអញ្ចឹងបានតម្លៃកាក់ហ្នឹងវាបានប៉ណ្ណឹងហើយណាអូខេអញ្ចឹងឥឡូវបងប្អូនយើងអាចចុចនៅលើកន្លែងទ្រាប់សកម្មដើម្បីខ្ញុំបង្ហាញពីចំនួនកាក់ហ្នឹង59កាក់ហ្នឹងគឺបានប៉ុន្មានឬក៏អត់បាទឥឡូវបងប្អូនចុចចូលមកខ្ញុំចូលដល់ទ្រាប់សកម្មនេះខាងក្រោមនេះបាទចុចនៅខាងក្រៅនេះមកនេះបាទនេះទ្រាប់សកម្មបងប្អូននឹងមើលទាំងអស់នេះនេះអញ្ចឹងវាដាក់ថាសញ្ញាកណ្ដឹងហ្នឹងគេដាក់ថាការដាក់ crypto 59កាក់ TRX គឺបានបញ្ចប់នេះបាទបងប្អូនមើលឲ្យតន់ហ្នឹងអានេះគឺជាប្រវត្តិនៃការដកនៅក្នុង Binance ហើយនៅពេលដែលយើងដកឬក៏យើងទូទាត់ចេញអីហ្នឹងគឺវានឹងបង្ហាញជាមុនប្រវត្តិនៃការដកនៅ ត្រង់ចំណុចហ្នឹងណាចុះបងប្អូនឃើញនេះគឺបូក59ណាបាទគឺបានបញ្ចប់គឺបានជោគជ័យនេះបាទហ្នឹងហើយអញ្ចឹងបូក59កាក់ TRX ហ្នឹងគឺបានបញ្ចប់ឬក៏ complete ដែរអ្នកនាងអញ្ចឹងសរុបមកការដករបស់ខ្ញុំជាមួយនឹង website នេះគឺទទួលបានជោគជ័យដោយពិតប្រាកដអ្នកនាងណាអត់មានការដាក់លុយដាក់កាក់អីចូលវិនិយោគអីទេគឺរកបានដោយ free ពី website អ្នកនាងណាឲ្យតែបងប្អូនយើងព្យាយាមលេងហើយដាក់ថាចង់ធ្វើការលេង
ការព្យាយាមលេងគឺបងប្អូនយើងនឹងបានលទ្ធផលនៅថ្ងៃណាមួយហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណច្រើនចំពោះការតាមដានរបស់បងប្អូនយើងពីដើមនឹងដល់ទីបញ្ចប់បងប្អូនណាអញ្ចឹងខ្ញុំជូនបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការចុចឈ្មោះលេងទាំងអស់គ្នាដើម្បីយើងស្គាល់ជាមួយនឹងវិស័យទាំងអស់នេះទាំងអស់គ្នាណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនចាំជួបមកខ្ញុំនៅក្នុងវីដេអូក្រោយអំពីរបៀបនៃការដកលុយចេញពី Binance ណា